វីដេអូនេះខ្ញុំនឹងបានជូនបងប្អូនទាំងអស់គ្នាអំពីកាមេរ៉ាដែលយន្តហោះគេដាក់ឲ្យយើងមើលនៅលើអេក្រង់ឃើញហើយបើសិនបងប្អូនជិះយន្តហោះជាពិសេសខ្នាតធំៗដូចជាចាប់ពី777 787ឬក៏ពពួក Airbus A330 A350 ឬក៏ខ្នាតយក្ស A380 ឬក៏ Boeing 747អីហ្នឹងបងប្អូននឹងអាចឃើញថាយន្តហោះគេមានដាក់ប្រព័ន្ធកាមេរ៉ាពីខាងក្រៅហើយនឹងខាងមុខឬក៏នៅពោះយន្តហោះហ្នឹងដែលអាចឲ្យបងប្អូនមើលឃើញនៅលើអេក្រង់ទូរទស្សន៍ដែលនៅនឹងកៅអីដែលបងប្អូនអង្គុយតែម្ដងមុននឹងចូលទៅដល់ខ្លឹមសារនៃវីដេអូរបស់យើងសម្រាប់បងប្អូនទាំងអស់គ្នាដែលមានចម្ងល់ផ្សេងៗក៏ដូចជាសំណួរទាក់ទងនឹងការធ្វើដំណើរកម្សាន្តជុំវិញពិភពលោកការ check មើលតម្លៃសម្បត្តិយន្តហោះ promotion ឬក៏សន្តាគារឡានក្រុងសម្បត្តិទូកកាណូតឬក៏សម្បត្តិរថភ្លើងគ្រប់ទិសដៅជុំវិញពិភពលោកក៏ដូចជាព័ត៌មានពីការស្នើសុំវីសាទេសចរដែលឲ្យបងប្អូនងាយចំណាយលុយតិចជាងឲ្យភ្នាក់ងារទេសចររត់ការឲ្យហើយត្រូវការកញ្ចប់ដំណើរកម្សាន្តនៅក្នុងស្រុកចំណាយលុយធូរជាជាងយើងទិញកញ្ចប់ធัวពីខ្មែរទៅបងប្អូនដើរលេងបានងាយស្រួលហើយអស់លុយតិចឬមួយក៏ត្រូវការអ៊ីនធឺណិតប្រើប្រាស់នៅក្រៅប្រទេសធានារ៉ាប់រងទេសចរអីផ្សេងនិយាយទៅគឺតាក់ទងទៅនឹងសំណួរចម្ងល់ផ្សេងពីការធ្វើដំណើរកម្សាន្តជុំវិញពិភពលោកបងប្អូនអាចឆាតចូលមកកាន់ page Facebook របស់ខ្ញុំបានដើម្បីសាកសួរព័ត៌មានបងប្អូនក៏អាចទស្សនាមើលវីដេអូរបស់ខ្ញុំនៅលើ channel YouTube TikTok page Facebook Bank Traveler ដូចគ្នាហើយមានចម្ងល់ផ្សេងបងប្អូនអាចឆាតចូលមកកាន់ page Facebook របស់ខ្ញុំបានគ្រប់ពេលវេលានេះកាមេរ៉ាមើលពីលើយន្តហោះនេះខាងក្រោមកង់ហើយនេះខាងមុខជាទូទៅកាមេរ៉ាត្រូវបានដាក់នៅផ្នែកសំខាន់3មាននៅលើកន្ទុយខាងក្រោយយន្តហោះដែលអាចឲ្យយើងមើលឃើញទស្សនវិជ្ជានៅពីខាងលើខ្នងយន្តហោះមានស្លាបមានអីហ្នឹងសឹងតែថា180ដឺក្រេដែលយើងអាចមើលរូបរាងយន្តហោះទាំងមូលទាំងពេលកំពុងហោះនឹងចតផងដែរហើយមានមួយផ្នែកទៀតនោះគឺគេដាក់នៅផ្នែកពោះយន្តហោះដែលអាចឲ្យយើងមើលឃើញទស្សនវិជ្ជាមកខាងក្រោមដីនៅពេលដែលយន្តហោះហោះឡើងប៉ុន្តែបើសិននៅលើខ្ពស់គឺយើងមើលឃើញតែពពកទេព្រោះវាមិនអាចចាប់ទម្លុះពពកបានទេហើយមានមួយផ្នែកទៀតនៅពីផ្នែកកង់ខាងក្រោមយន្តហោះនៅកង់មុខហ្នឹងដែលអាចឲ្យយើងមើលឃើញទេសភាពពីខាងមុខទាំងពេលយន្តហោះនៅចតឬមួយពេលយន្តហោះរៀបចុះចតទៅដល់ដីក៏យើងអាចមើលឃើញមកផ្ទៃដីខាងក្រោមដែរជាទូទៅយន្តកាមេរ៉ាទាំងនេះគឺត្រូវបានភ្ជាប់ជាមួយនឹងអេក្រង់នៅនឹងបង្អែកកៅអីរបស់អ្នកដំណើរដែលអាចឲ្យអ្នកដំណើរអាចចុចមើលវាបានបញ្ជាមើលវាបានយើងចង់មើលផ្នែកណាមួយក៏បានដែរហើយវាអាស្រ័យទៅតាមក្រុមហ៊ុនអាកាសចរផងដែរដែលគេអាចរៀបចំជួនកាលមាន3ផ្នែកនេះយន្តហោះក្រុមហ៊ុនខ្លះក៏ដាក់មានតែ2ផ្នែកឬមួយក៏ក្រុមហ៊ុនខ្លះក៏អត់ដាក់ដែរប៉ុន្តែភាគច្រើនឲ្យតែខ្ញុំជិះយន្តហោះខ្នាតធំចន្លោះចាប់ពី Boeing 777 787ឬមួយក៏ Airbus A330 A350 និយាយទៅឲ្យតែពពួកខ្នាតធំឡើងគឺភាគច្រើនគឺសិតតែមានកាមេរ៉ានេះអាចឲ្យយើងមើលបានហើយនៅលើអេក្រង់ហ្នឹងមិនមែនមានតែកាមេរ៉ាដែលយើងអាចមើលបានទេមានទាំងចម្រៀងរឿងអីដែលយើងអាចមើលបានប៉ុន្តែជាទូទៅនៅពេលដែលជិះយន្តហោះខ្ញុំចូលចិត្តមើលតែទស្សនវិជ្ជា map របស់យន្តហោះដល់ណាហើយនឹងកាមេរ៉ាអីហ្នឹងខ្ញុំអត់សូវចូលចិត្តមើលរឿងអត់សូវចូលចិត្តលេងហ្គេមឬធ្វើអីផ្សេងទេខ្ញុំចូលចិត្តមើលតែកាមេរ៉ាយន្តហោះហើយនឹងមើល map គេហ្នឹងថាយន្តហោះហោះទៅដល់ណាchứបងប្អូនណាខ្លះដែលពេលជិះយន្តហោះធំចូលចិត្តមើលដូចខ្ញុំអញ្ចឹងឬមួយក៏បងប្អូនចូលចិត្តមើលរឿងស្ដាប់ចម្រៀងស្ដាប់អីបន្លប់ដើម្បីកុំឲ្យយូរនៅពេលដែលយើងចាំហោះហើយយូរម៉ោងអីហ្នឹងណាហើយក្រុមហ៊ុនអាកាសចរជាច្រើនមិនថាប្រភេទយន្តហោះធំទេទាំងជើងហោះហើរគ្រប់ក្រុមហ៊ុនភាគច្រើនខ្ញុំបានជិះច្រើនគួរសមដែរមិនថាតែជើងហោះហើរ Emirates Qatar Air Turkish Airlines ហើយក្រុមហ៊ុនVietnam Air ឬក៏ក្រុមហ៊ុនអាកាសចរធំដូចជា Cathay Pacific Eva Air China Airlines ឬក៏ Air China ហើយនឹងមានក្រុមហ៊ុនជាច្រើនទៀតដូចជារបស់ជប៉ុន ANA Airways ហើយនឹងJapan Airlines អីហ្នឹងគឺសិតតែភាគច្រើនគឺខ្ញុំធ្លាប់ជិះហើយបងប្អូនចង់ដឹងពីសេវាកម្មរបស់ក្រុមហ៊ុនមួយណាបងប្អូនអាចត្រឡប់ទៅមើលវីដេអូចាស់ខ្ញុំមាននៅលើ YouTube គឺមានច្រើនមែនតើហើយបើសិនបងប្អូននៅលើ page Facebook អាចចូលទៅមើលក្នុងវីដេអូមុនបានដែរចង់ដឹងថាសេវាកម្មរបស់ជើងហោះហើរមួយវាមានលក្ខណៈបែបណា
អញ្ចឹងសម្រាប់បងប្អូនដែលចង់ធ្វើដំណើរឆែកមើលសវត្ថហោះហើរឬមួយក៏ចង់ដឹងថាជិះជើងហោះមួយណាចង់បានសាកល្បងមួយនឹងប្រភេទយន្តហោះខ្នាតធំឬក៏ខ្នាតប៉ុណ្ណាប្រភេទ Airbus ឬក៏ Boeing ទំហំប៉ុណ្ណាអីតាមការចង់បានបងប្អូនអាចឆាតចូលមកកាន់ page Facebook របស់ខ្ញុំបានដើម្បីឆែកមើលតម្លៃសវត្ថយន្តហោះហើយបងប្អូនអាចកក់តាមខ្ញុំក៏បានដែរព្រោះថាពេលដែលយើងកក់គឺយើងអាចមើលថាតើក្រុមហ៊ុនមួយហ្នឹងឬក៏ពេលវេលាម៉ោងហោះហើរទិសដៅមួយហ្នឹងគេអាចប្រើយន្តហោះប្រភេទណាខ្លះដែលបងប្អូនអត់ធ្លាប់ជិះទេបងប្អូនលองជិះឲ្យស្គាល់អីចឹងណាអញ្ចឹងចូលមកដល់កាមេរ៉ានៅលើយន្តហោះវិញតែខ្ញុំបញ្ជាក់មាន3ចំណុចសំខាន់នេះគឺមិនមែនជាកាមេរ៉ាដែលសម្រាប់តែ pilot មើលក្នុងកម្ពុជាយន្តហោះហោះហើរទេជាទូទៅយន្តហោះវិជាយន្តហោះវិជាផ្លូវវិជាអីឬក៏ការហោះហើរនេះទៅតាមប្រព័ន្ធបញ្ជាក៏ដូចជាទៅតាមផ្លូវដែលខាងអាកាសចររបស់ប្រទេសនីមួយៗហ្នឹងគេរៀបចំឲ្យទៅតាមរយៈកម្ពស់ទៅតាមល្បឿនទៅតាមអីហ្នឹងអញ្ចឹងកាមេរ៉ានេះក៏វាគ្រាន់តែជាផ្នែកមួយដែលគេដាក់ឲ្យជំនួយបន្ថែមមើលពីខាងក្រៅទេវាមិនមានសារៈសំខាន់ខ្លាំងនៅក្នុងការបញ្ជាយន្តហោះរបស់អ្នកបើកបរយន្តហោះនោះទេដូច្នេះហើយបើសិនបងប្អូនមានឱកាសហោះហើរជាមួយនឹងយន្តហោះខ្នាតធំឬក៏ទៅកាន់ទិសដៅណាដែលប្រើយន្តហោះធំឬក្រុមហ៊ុនអាកាសចរដែលធំជាប់លំដាប់នៅក្នុងជួរលេខយន្តហោះប្រចាំឆ្នាំអីហ្នឹងបងប្អូនអាចមើលបានដែលកន្លែងដែលគេដាក់នៅលើអេក្រង់ហ្នឹងយើងអាចរើសថាមានកាមេរ៉ាមានអីហើយគេមានផ្នែកពោះមានផ្នែកកដាលយន្តហោះផ្នែកកតុយផ្នែកអីហ្នឹងដែលឲ្យបងប្អូនអាចមើលឃើញទៅតាមលក្ខណៈទ្រង់ទ្រាយដែលវាអាចមើលឃើញហ្នឹងហើយយន្តហោះខ្លះក៏គេប្រើកាមេរ៉ារបៀបល្អយើងមើលទៅឃើញច្បាស់ដែរយន្តហោះខ្លះទៀតគេប្រើរបៀបល្មមយើងមិនមើលច្បាស់ខ្លាំងដោយកាមេរ៉ាទូរស័ព្ទយើងអីទេចឹងហើយសម្រាប់អ្នកដែលគាត់ឧស្សាហ៍ធ្វើដំណើរឬក៏ជួយចិត្តធ្វើដំណើរអីហ្នឹងតើបងប្អូនធ្លាប់សាកល្បងមើលកាមេរ៉ាហ្នឹងអត់អាចខមមិនប្រាប់នៅក្នុងខាងក្រោមវីដេអូនេះបាន